បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចែករំលែកពីការប្រើប្រាស់លម្អិតពាក់ព័ន្ធជាមួយនឹងយើងកំណត់ power នៅលើ laptop ខ្ញុំអត់និយាយនៅលើ desktop ទេព្រោះ desktop ជាទូទៅអាហ្នឹងយើងបាច់និយាយអាហ្នឹងទៅដកភ្លើងវាអត់មានអីភ្លើងចេញទេតែចុចបិទគឺបិទដែរប៉ុន្តែនៅលើ desktop ក៏វាមានកន្លែងមួយយើងកំណត់ទៅដូចគ្នាដែរទេគ្រាន់តែថាយើងចុចប៊ូតុង power ទៅឲ្យយើងឲ្យវាធ្វើអីអញ្ចឹងណាអូខេអញ្ចឹងនៅក្នុង laptop ប្រហែលជាបងប្អូននិយាយទៅភាគច្រើនគាត់ដឹងហើយតែគាត់ថាគាត់អត់សូវបានកំណត់យកអត់សូវបានទៅ check មើលទេគាត់ប្រើជាលក្ខណៈ default ណាជាលក្ខណៈ default អញ្ចឹងគាត់អត់ដឹងថាពេលខ្លះគាត់ឆ្ងល់ថា laptop ខ្ញុំមិនក៏នៅស្ងៀមបិទ screen លឿនម៉េចហើយអញ្ចឹងទៅហើយ laptop ខ្ញុំគ្រាន់តែកាច់បិទសោះវាបិទម៉ាស៊ីនហ្មងឬមួយក៏ពេលខ្លះអ្នកខ្លះគាត់ថា laptop ខ្ញុំកាច់បិទដែរប៉ុន្តែវាអត់បិទម៉ាស៊ីនវានៅបើករហូតម៉ាស៊ីននៅដើររហូតអូខេអញ្ចឹងកន្លែងហ្នឹងប្រហែលជាបងប្អូនអាចនឹងអត់ដែលជួបប្រទះទេហើយក៏ប្រហែលជាមានអ្នកខ្លះក៏គាត់ជួបហើយដែរអញ្ចឹងកន្លែងនេះខ្ញុំសូមលម្អិតបន្ថែមបន្តិចបងប្អូនអាចចូលមើលបានណាអូខេដើម្បីចូលទៅកន្លែងហ្នឹងបានតោះយើងមកឥឡូវបញ្ជាក់ថាយើងប្រើ laptop ណាគឺយើងប្រើសម្រាប់ laptop ហើយនៅក្នុង laptop នេះដឹងស្រាប់ទេយើងសម្រាប់ Windows 10និង Windows 11ឥឡូវគេមាននេះអានេះសម្រាប់សំចៃថាមពលថ្មអញ្ចឹងទៅអញ្ចឹងបើកាលណាយើងចុចវាបើកវាអញ្ចឹងម៉ាស៊ីនយើងរៀងធ្លាក់ speed អញ្ចឹងណាតែសម្រាប់យើងប្រើឯកសារទូទៅខ្ញុំគិតថាវាអត់ជាបញ្ហាយើងបើកទៅវាសូវថ្មបានគួរសមដែរអូខេអញ្ចឹងឥឡូវខ្ញុំមកដើម្បីកំណត់នេះវាអញ្ចឹងខ្ញុំមកកន្លែង search ហើយខ្ញុំវាថា edit អញ្ចឹងគ្រាន់តែវាយថា edit ហ្នឹងវាមកអត់ហើយ edit power plan អញ្ចឹងណា edit power plan គឺវាមកដល់ទីតាំងហ្នឹងហ្មងឬមួយក៏យើងមក search ដូចគ្នាឬមួយក៏យើងទៅកន្លែងនេះចឹងទៅវាមាននេះនៅលើ desktop របស់យើងវាមាន control panel អញ្ចឹងយើងបើក control panel ហ្នឹងមកហើយយើងរក power option អញ្ចឹងវាមកនេះយើងយក change plan ណាអញ្ចឹង change plan នេះខ្ញុំនឹងលម្អិតមួយយើងមាន2នេះនិយាយថា what choose what the power ប៊ូតុង do មកន័យថាយើងចូលទៅកំណត់ថាយើងកំណត់ឲ្យពេលដែលយើងចុច power ប៊ូតុងលើ laptop នោះវាមានអីកើតឡើងហើយអញ្ចឹងណាហើយ choose what closing lid dash អញ្ចឹងទៀតអញ្ចឹងខ្ញុំចូលទៅមុនគេឥឡូវខ្ញុំចូលទៅរឿង power សិន power plan សិនអញ្ចឹង power plan នេះ default របស់វាខ្ញុំប្រហែលខ្ញុំគិតថាមានកន្លែងនេះគឺ balance នេះគឺ recommend ហើយតែក៏មានអ្នកខ្លះគាត់បង្កើតជាគេហៅវាថា performance mode ណាអូខេអញ្ចឹងខ្ញុំប្រើ balance ដែរខ្ញុំអត់នេះដែរទេអញ្ចឹងខ្ញុំចុច change plan setting មកចុច change plan setting ខ្ញុំនឹងបញ្យល់មួយដោយសារតែ laptop របស់យើងវាមាន2លក្ខណៈនៃការប្រើប្រាស់ភ្លើងទី1គឺយើងប្រើថ្មបានន័យថាយើងអត់មានដោតសាកទេនិងទី2គឺយើងកំពុងតែដោតសាកអញ្ចឹងពីរហ្នឹងគឺខុសគ្នាបានន័យថាវាយើងកំណត់គឺខុសគ្នាបានន័យថាបើយើងកំណត់ឲ្យដូចគ្នាវាដូចគ្នាតែគាត់ថាបើយើងកំណត់ឲ្យវាដើរខុសគ្នាក៏វា work ទៅតាមហ្នឹងដូចគ្នាដែរបានន័យថាវាដើរទៅតាមអ្វីដែលយើងកំណត់ដូចគ្នាអញ្ចឹងយើងមើលពីរយើងមាន turn on display ហើយនិង put the computer to sleep បានន័យថាអាមួយបិទ display បានន័យថាបិទ display ឲ្យវាឲ្យល្ងឹតប៉ុន្តែម៉ាស៊ីនហ្នឹងវាអត់ដល់លត់ទេដល់ពេលអានេះគឺបិទឲ្យម៉ាស៊ីនហ្នឹង sleep បានយល់ទេបងប្អូនយល់ថា sleep គឺគ្រាន់តែវាដំណើរការអត់មានអីទេប៉ុន្តែយើងគោះម៉ៅគោះ keyboard ទៅវាដើរមកវិញអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបានដាក់ setting ថាបើសិនជាខ្ញុំអត់មានសាកថ្មទេខ្ញុំប្រើលើថ្មសុទ្ធកន្លែងនេះខ្ញុំឲ្យដាក់តែ10នាទីទេគឺវានឹង load screen ប៉ុន្តែម៉ាស៊ីនវានៅដើរអញ្ចឹងណាម៉ាស៊ីនវានៅដើរហើយប៉ុន្តែដល់ពេលកន្លែងនេះមួយទៀតខ្ញុំដាក់ដូចគ្នាដែរបើសិនជាខ្ញុំអត់មានធ្វើអីសោះបានន័យថាអត់មានសកម្មភាពអីសោះគឺ laptop ហ្នឹងវានឹង sleep អញ្ចឹងបានន័យថាខ្ញុំដាក់ដូចគ្នាស្របពេលដែលវាបិទ screen ហើយឲ្យវា sleep ហ្មងព្រោះដោយសារអីយកមានធ្វើការលើនឹងអីពីតំណហ្នឹងអញ្ចឹងបើយើងបើកវាចោលក៏វាស៊ីថ្មតាមហ្នឹងដែរព្រោះសារយើងប្រើថ្មតែដល់ពេលបើសិនខ្ញុំប្រើឆ្នាំងសាកបានន័យថាខ្ញុំកំពុងតែដោតសាកថ្មព្រោះធម្មតាកំពុងដោតសាកថ្មគឺយើងកំពុងធ្វើការអញ្ចឹងណាបើយើងដោតបិទយើងដោតបដាហើយយើងដោតសាកថ្មតែយើងបិទ laptop ចោលនឹងយើងអត់និយាយតែនេះគឺយើងដោតហើយយើងកំពុងធ្វើការទៀតអញ្ចឹងវាស្មើនឹងយើងកំពុងទៅនៅមុខកុំព្យូទ័រហើយយើងមានហត់ចោលកុំព្យូទ័រហើយអញ្ចឹងខ្ញុំយក never ហើយអញ្ចឹងខ្ញុំយក never បានន័យថាអត់ឲ្យមិនបាច់ចាំបិទបាយទាំងអស់គឺបើសិនជាខ្ញុំអត់បិទទេ laptop ហ្នឹងបើវាបើកបាន100ម៉ោងជាប់គ្នាគឺបើក100ម៉ោងឲ្យតែដោតថ្មជាប់គឺវាអត់បិទទេហើយក៏អត់ sleep អត់មានបិទ screen បិទអីទាំងអស់អូខេអញ្ចឹងបើសិនជាអ្នកខ្លះគាត់ដោតដែរប៉ុន្តែគាត់ដោតព្រោះថា laptop ដែលគាត់ជាលក្ខណៈ gaming laptop អញ្ចឹងទោះបីជាគាត់ដោតក៏ភាគច្រើនគាត់ត្រូវការឲ្យវាសម្រាកខ្លះដែរអញ្ចឹងគាត់អាចកំណត់ដូចគ្នាដាក់ប្រហែលនាទីឲ្យវា sleep ហើយនឹងប្រហែលនាទីឲ្យវាបិទអេក្រង់អញ្ចឹងណាអូខេអញ្ចឹងកន្លែងហ្នឹងមកចំណុចទូចទេខ្ញុំ detail ប៉ុណ្ណឹងខ្ញុំលម្អិតប៉ុណ្ណឹងហើយខ្ញុំមកកន្លែងនេះបន្តិចពាក់ព័ន្ធជាមួយនឹងការដែលយើងកំណត់ឲ្យនៅពេលដែលយើងចុច power button ណាថាពេលយើងចុច power button តើវាមានអីកើតឡើងអញ្ចឹងណា
nè cái này ní mình setting nàyទៀតnèមានតែកន្លែងនេះក៏យើងខ្ញុំនឹងលម្អិតទៅតាមក្រោយទៀតថានេះមាន turn on fast start up មាន sleep មានអីនេះហ្នឹងតបន្តទៀតប៉ុន្តែខ្ញុំសូមមកកន្លែងនេះតែធ្វើមកកណាត់នេះទេអញ្ចឹងយើងកំណត់កន្លែងនេះគឺយើងកំណត់ទៅលើ power button បើនៅលើ desktop របស់យើងក៏យើងអាចកំណត់បានដែរប៉ុន្តែគាត់ថាវាដូចជាมันមាន option ច្រើនអីចេញមកពី3អីចឹងទេព្រោះដោយសារតែនៅលើ desktop ដូចបងប្អូននឹងស្រាប់ទៅដកភ្លើងគឺវាអត់ទេវាអត់មានថ្មទេតោះវាមានភ្លើងអញ្ចឹងអូខេអញ្ចឹងវាបែងចែកជាពីរដូចគ្នាគឺនៅលើថ្មហើយនឹងនៅពេលដែលយើងពងសាកថ្មអញ្ចឹងសម្រាប់ខ្ញុំទី1ខ្ញុំដាក់ដូចគ្នាទាំងអស់នៅលើថ្មបើសិនជាខ្ញុំចុចនេះបើសិនខ្ញុំចុចប៊ូតុង power បាទខ្ញុំច្រឡំចុចដៃចុចប៊ូតុងប៉ះប៊ូតុង power មួយអញ្ចឹងខ្ញុំឲ្យកុំព្យូទ័រនឹង sleep អញ្ចឹងកុំឲ្យកុំព្យូទ័រនឹង sleep អត់ឲ្យវាបិទទេណាអញ្ចឹងបើបងប្អូនចង់ឲ្យវាបិទក៏បានយើងយក shut down ទៅបើយើងគ្រាន់តែចង់ឲ្យវាបិទ screen យើងយក turn off display ទៅអាហ្នឹងបញ្ជាក់ថាយើងនៅយើងកំពុងតែប្រើនៅលើថ្មយើងអត់ដោតឆាំងសាកទេហើយបើសិនជាយើងគិតថាគីឡូអីក្មេងខ្មាំងអីមានកូនមានចៅអីគាត់ចុចលពឹសដៃអីបើគាត់ចុចទៅហ្នឹងកុំឲ្យវាទៅណាព្រោះកំពុងធ្វើការអញ្ចឹងស្រាប់តែចុចទៅបិទកុំព្យូទ័របាត់តែអត់តបាន save អញ្ចឹងយើងយក do nothing ហ្មងទៅ do nothing អូខេអញ្ចឹងបើយើងនិយាយពីពេលដែលយើងសាកថ្មក៏ option វាដូចគ្នាដែរពេលយើងសាកថ្មយើងកំណត់ទៅបើសិនយើងចុច power button នោះមួយអញ្ចឹង power button នោះមួយតើវាទៅបែបម៉េចនេះគេ do nothing sleep ឬមួយក៏ hibernate នេះយើងមាននឹងយើងនិយាយទៀតព្រោះ hibernate នេះវាដូចតែ shut down ដែរប៉ុន្តែវាពេលដែលបើកកុំព្យូទ័រវិញវាលឿនជាង shut down អញ្ចឹងអូខេហើយបន្តមកទៀត fresh sleep button នេះវាដូច sleep power ទេដូចកន្លែង power button យើងដូចគ្នាទេវាអត់មាន sleep button អីណានេះទេអញ្ចឹងយើងកំណត់កន្លែងនោះគ្នាប៉ុន្តែកន្លែងដែលយើងសម្គាល់មួយនេះកន្លែងដែលខ្ញុំនិយាយមុនហ្នឹងមិញនៅពេលដែលយើងបិទ laptop នឹងចូលគ្នាយើងផ្កាប់អេក្រង់មកជាមួយម៉ាស៊ីននេះឃើញទេអញ្ចឹងវាថាបើពេលដែលយើងផ្កាប់អេក្រង់មួយម៉ាស៊ីនហ្មងអញ្ចឹងយើងឲ្យវាទៅធ្វើអីបើមិនសិនជាខ្ញុំពងប្រើថ្មខ្ញុំឲ្យវា sleep ខ្ញុំមិនឲ្យវាបិទទេហើយអញ្ចឹងបើមិនសិនជាពងតែសាកថ្មក៏យើងឲ្យវា sleep ដែរអញ្ចឹងបើមិនសិនជាបងប្អូនគិតថារាល់ពេលដែលយើងផ្កាប់អេក្រង់ហើយត្រូវតែបិទម៉ាស៊ីនយើងអាចយក option shut down ហ្នឹងទៅអញ្ចឹងអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេលម្អិតតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាបងប្អូនប្រហែលជាយល់ហើយអរគុណច្រើន